បាទគោរពនឹងជម្រាបសួរសាជាថ្មីនៅក្នុង Channel វត្តប្រាង្គជាថ្ងៃនេះយើងនឹងបន្តមេរៀនយើងទៀតនៅក្នុងការប្រើប្រាស់នៅកម្មវិធី Word ជាបន្តក្នុងវីដេអូមុនគឺយើងបានសិក្សាហើយនៅក្នុងកម្មវិធី Word គឺដល់ក្នុង Insert ហើយនឹង Photo អញ្ចឹងថ្ងៃនេះយើងនឹងបន្តទៅក្នុងមេរៀនបន្តទៀតនៅក្នុងមេរៀន Word នឹងទៅតែអញ្ចឹងគឺយើងចូលទៅក្នុងកម្មវិធី Word មកអូខេអញ្ចឹងកាលពីវីដេអូចាស់គឺយើងបានសិក្សាហើយនៅក្នុង tab មួយឈ្មោះថា Insert tab ហើយយើងបានសិក្សាដល់កន្លែង Picture គឺការទាញរូបភាពដើម្បីដាក់នៅក្នុងកម្មវិធី Word បាទអញ្ចឹងថ្ងៃនេះយើងនឹងចូលទៅក្នុងមេរៀនបន្ទាប់គឺនៅក្នុង Insert ដដែលតែតទៅនឹងពាក្យថា Shape Paste នៅក្នុង Shape Paste នេះអញ្ចឹងនៅក្នុង Shape Paste នេះយើងនឹងចូលទៅក្នុងមេរៀននឹងតែម្ដងអូខេបាទអញ្ចឹងជើងបើក Word ហើយយើងចូលទៅក្នុង Insert tab តមកទៀតយើងចូលទៅក្នុងណាពាក្យថា Shape Paste ពេលដែលយើងចូលទៅក្នុងនោះវានឹងមានរូបភាពជាច្រើនបាទបើន័យថានេះគេហៅឈ្មោះវាថា shape ណាបាទអញ្ចឹងនៅក្នុង shape ទាំងអស់នេះគឺយើងអាចជ្រើសរើសយកមួយណាក៏បានដែរក្នុងហេតុផលមួយដែលថាយើងប្រើប្រាស់ទៅតាមតម្រូវការអញ្ចឹងយើងអាចបង្កើតទៅជារូបធរណីមាត្រជាច្រើនមានដូចជាចតុកោណកែងប៉ាឡេឡូក្រាមការ៉េត្រីកោណអីជាដើមអញ្ចឹងទៅឬក៏ជាគូបជាស៊ីឡាំងបាទនៅក្នុងនេះតាមអ្វីដែលគេដាក់ឲ្យនេះណាហើយយើងចង់ដាក់ទៅជាទិសដៅវិញទិសដៅជាញាព្រួញត្រឡប់ក្រោយណាព្រួញបត់ស្ដាំបត់ឆ្វេងទៅមុខទៅក្រោយទាំង4ទិស3ទិសទៅមុខត្រង់បត់ឆ្វេងបត់ស្ដាំអីចឹងទៅហ្នឹងក៏យើងបង្កើតបានដែរតទៅទៀតនេះរូបដូចខាងលើនេះទេដូចនេះដែរអានេះគឺតើតើនៅក្នុងការនិយាយមានន័យថាដូចយើងដាក់រូបមនុស្សហើយយើងដាក់រូបសញ្ញាឲ្យនិយាយអីចឹងណាការស្មើសម័យអីចឹងទៅការសន្ទនាអីចឹងទៅហើយនេះគឺតើតើនឹងដាក់ដូចជាចំណាត់ថ្នាក់ឬក៏ promotion អីដែលគេថាឬក៏លេខទំព័រអីចឹងណាបាទអញ្ចឹងនៅក្នុងនេះមានប៉ុណ្ណឹងឯងចឹងដើម្បីធ្វើshape នេះបានគឺយើងស្រឡាញ់រូបមួយណាយើងយកមកឧទាហរណ៍ថាដំបូងខ្ញុំយករូបព្រួញនេះចុះខ្ញុំយកព្រួញនេះបាត់ស្ដាំឧទាហរណ៍ថាយើងចង់ធ្វើទិសដៅនឹងទៅណាអញ្ចឹងយើងគូសវាមកចុចលើវាហើយយើងគូសមកពេលគូសហើយចុចម៉ៅឆ្វេងឲ្យជាប់ចកត់គូសមកពេលគូសហើយបានរូបនេះប៉ុណ្ណេះឯងរូបនឹងគឺសម្រាប់ហើយបន្តមកទៀតនៅពេលដែលយើងគូសបានរូបនោះហើយអញ្ចឹង shape នេះក៏មាន format tab មកមួយដែរឃើញទេអញ្ចឹងអានេះខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតណាគឺបើន័យថារូបភាពក្តីតារាងក្តី shape នេះក្តីគឺនៅពេលដែលយើងគូសហើយគឺវានឹងបង្កើត tab format របស់វានឹងមកមួយទៀតដើម្បីកែកុនទៅលើរូបរបស់វានឹងអញ្ចឹងការដែលយើងមិនទាន់គូស tab ឈ្មោះថា format tab ហ្នឹង shape format ហ្នឹងអត់ចេញទេឃើញអត់មានទេតែនៅពេលដែលយើងគូសរូបនេះហើយយើងឈរវានៅលើទៅលើអត្តសញ្ញាណពូនដែលយើងគូសហើយវានឹងលោតពាក្យថា shape format អញ្ចឹងបើសិនជាយើង picture បើសិនជាយើងទាញរូបភាពមកអញ្ចឹងរូបភាពនោះនឹងចេញមកហើយមានអា format នេះណាវានឹងមានពាក្យមួយថា picture format ឧទាហរណ៍ខ្ញុំ insert មកឃើញទេនៅពេលយើងបើករូបនឹងមកដាក់រូបភាពមកឃើញវាដាក់ពាក្យថា picture format តែដល់ពេលយើងបង្កើត shape វាចេញ tab មួយទៀតឈ្មោះថា save for format អូខេហ្នឹងយើងយល់ណាបាទអូខេអញ្ចឹងយើងតទៅទៀតចឹងនៅពេលដែលយើងបង្កើតព្រួយនេះបានហើយយើងទៅចូល save format អូខេតទៅចូល save format ហើយពេលដែលយើងចូលទៅក្នុង save format នៅក្នុងនោះមានជាច្រើនជម្រើសចឹងទៅស្ទៀងតែនៅក្នុង picture ដែរទេណានេះគេដាក់ថា insert save ឃើញទេចាំមកន័យថាយើងអាចបង្កើត shape នឹងថែមទៀតក៏បានណាបង្កើត shape នឹងថែមទៀតមកចុចលើកន្លែងនេះមកយើងចង់បង្កើតមួយទៀតមកគូសចឹងមកចុចមកខាងនេះវិញបាទគូសមកចេះមកចេះមួយទៀតបាទ2ឃើញអត់បាន2
យើងចង់បង្កើតរូបអីព្រួយមកខាងក្រោមជាវិញអញ្ចឹងក៏បានដែរណារួចព្រួយមកក្រោមចេះក៏បានដែរឃើញអត់គេយើងគូស2 3អញ្ចឹងមកដើម្បីយើងធ្វើជាការប្រើប្រាស់ឲ្យស្រួលគេមក2 3មកដាក់3ចាស់ទៅមកទៀតយើងចូលទៅក្នុងនេះអញ្ចឹងនៅក្នុងចំណុចខាងផ្ដើមនៅក្នុង shape format ហ្នឹងគឺមានអានេះគេដាក់ថា insert shape តមកទៀតនេះគេដាក់ថា add text ហ្នឹងគឺបង្កើតអក្សរនៅខាងក្នុងហ្នឹងឧទាហរណ៍ដូចយើងចុចសាកមកវាបង្កើតយ៉ាងម៉េចចុចនេះមកឃើញនេះគឺយើងអាចសរសេរអក្សរនៅក្នុងហ្នឹងបានដាក់ទៅដូចជា WC គេយើងធ្លាប់ឃើញអាពាក្យថា WC គេដាក់ក្នុងអក្សរព្រួយហ្នឹងណាពេលយើងធ្វើហើយយើង select អក្សរហ្នឹងមកយើងតម្លើងទំហំវាមកទំហំអក្សរហ្នឹងនៅក្នុងហ្នឹងមកគេនេះបាទចឹងមកហើយយើងដាក់ពណ៌អក្សរបានហើយយើងដាក់វាទៅណាចំកណ្ដាលមកចាក់នេះមកចំកណ្ដាលគេហ្នឹងគឺកន្លែងនៅក្នុងនៅក្នុង shape ហ្នឹងនៅក្នុង shape យើងមិនដដែលហ្នឹងគេចុចមកក្រៅមកនៅក្នុង shape format ហ្នឹងអូខេហើយណាគេបន្តទៅទៀតបន្ទាប់ពីនៅក្នុង shape ហ្នឹងហើយដំបូងវាចេញ shape ចេះដល់ពេលដែលយើង add text មកហើយវាចូលទៅក្នុង text ទៀតតនឹងទៀតឃើញទេនេះ2 3តង់ណាបាទចឹងខ្ញុំចូលទៅក្នុង tab ម្ដងទៀតពេលដែលយើង add អក្សរហើយគឺយើង save ក្នុងនឹងបានតែ font ធម្មតាបន្តមកទៀតបាទគឺនៅក្នុងបន្តទៅ save style នេះគឺបានន័យថាកន្លែងសម្រាប់យើងដាក់ mode ព្រួយហ្នឹងអូខេយើងយក mouse ទៅដាក់លើអាគំរូរបស់គេមានស្អីនេះឃើញទេឃើញឃើញព្រួយយើងមានការបដូរពណ៌ទៅតាមអ្វីដែលគេដាក់ឲ្យយើងនេះទៅតាម style ហ្នឹងឬយើងចង់ធ្វើអញ្ចេះក៏បានអូខេដាក់ទៅយើងដូរតាមហ្នឹងទៅចង់បាន mode ណាយើងឆ្លាញ់ mode ណាយើងយក mode ហ្នឹងទៅអូខេឥឡូវតើតាព្រួយនេះចាស់ខ្ញុំឆ្លាញ់មួយនេះអញ្ចឹងយើងចុចហ្នឹងមកឃើញទេអូខេអានេះក៏ដូចគ្នានេះដែលយើងធ្វើហើយនេះក៏ដូចគ្នាយើងចូលកន្លែងហ្នឹងមកហើយយើងយក shape នេះមកឃើញទេដូចគ្នាអស់ចាឃើញទេដូរពណ៌សក្នុងទៅជាពណ៌សវិញបានចេះមកអូខេអញ្ចឹងនៅពេលដែលយើង add text វាលែងចេញពាក្យថា shape format ហើយវាដាក់ទៅជាពាក្យថា text box វិញឃើញទេតែវានៅតែប្រើប្រាស់កែកនបានដូចគ្នាបាទបន្តមកទៀតនៅក្នុងកន្លែង text box ឬក៏ shape នៅក្នុង shape format ហ្នឹងដដែលហ្នឹងគឺនៅក្នុង shape style នេះកន្លែងនេះពាក្យថា shape fill ហ្នឹងបានន័យថានេះអាផ្ទៃកណ្ដាលរបស់ shape នេះឃើញទេនេះអាផ្ទៃកណ្ដាលក្នុងនេះណាបាទហ្នឹងយើងចង់ដូរ color ដូចថាយើងចង់ edit បន្ថែមអ្វីដែលយើងចង់បានអញ្ចឹងណាឬក៏យើង add ក្នុងហ្នឹងចេញជារូបភាពក៏បានដែរយើង add កន្លែងនេះមកបាទហើយយើងយកកន្លែងណាឡើយយើងដាក់ prompt រូបភាពយើងមកយើងយកហ្នឹងមកនេះមកដាក់មកយើងដាក់រូបភាពមកចូលកណ្ដាលហ្នឹងមកបានទេនេះឃើញទេបានន័យថាយើងចង់ add ព្រួយហ្នឹងឲ្យទៅជារូបហ្នឹងក៏បានដែរគឺជាប្រើនៅក្នុង shape fill ហ្នឹងឃើញទេ shape fill ហ្នឹងឬក៏យើងថាទេយើងចង់យក color gradient ហ្នឹងមិនថាពណ៌ mode ទេអាហ្នឹងគេហៅថា color gradient ហ្នឹងអញ្ចឹងយើងដាក់អាហ្នឹងក៏បានដែរឧទាហរណ៍ខ្ញុំធ្វើតែដាក់នេះមកឃើញទេបានដូចគ្នាតែយើងថាទេចង់បានរូបភាពខាងក្នុងហ្នឹងឬក៏ប្រើអានេះក៏បានដែរអានេះរូបព្រួយអីចឹងណាអូខេនេះក៏បានដែរដូចគ្នាឃើញទេហ្នឹងគឺយើងបដូរនៅកន្លែង shape ហ្នឹងដែរ shape fill ហ្នឹងឬក៏ប្រើ pattern ហ្នឹងក៏បានដែរ pattern ហ្នឹងនេះ pattern ចេះឃើញទេអាហ្នឹងដូចនៅក្នុង Photoshop ចឹងណាបាទអូខេយើងប្រើ pattern នេះក៏បានដែរអូខេចុចមកឃើញទេគឺព្រួយនឹងទៅចេញសញ្ញាដូចជាដុំអិតដុំអីចឹងទៅបាទហ្នឹងនៅក្នុងកន្លែង shape style ហើយនៅក្នុង shape fill តទៅទៀតគឺនៅក្នុង shape outline មានន័យថានេះអាពណ៌នៅជុំវិញ shape ហ្នឹងឃើញទេនេះពណ៌មួយឆ្នោតនេះណាហើយអញ្ចឹងយើងយកវាមកហើយយើងដូរវាសាកមកឃើញទេគឺពណ៌នឹងដូរទេអញ្ចឹងនៅក្នុងហ្នឹងក៏មានដូចគ្នាក៏មានដូចនៅក្នុង shape fill នេះដែរគឺមាន more outline color បានន័យថាពណ៌ផ្សេងដែលយើងចង់បានទៀតពេលយើងចុចមកឃើញទេវាអាចឲ្យយើងជ្រើសរើស
ជាលក្ខណៈពណ៌ផ្សេងទៀតនេះ standard នេះ custom ថែមទៀតចឹងណាចឹងយើងឆ្លាញ់មួយណាយើងយកមកឃើញអូខេចឹងមកគឺវាពណ៌វាលេចត្រឡប់ក្លិនពេញហ្នឹងឯងតទៅទៀតយើងអាចយក widget នេះ weight នេះបានន័យថាទំហំនេះទំហំជុំវិញហ្នឹងតែយើងចង់បានទូចឬក៏ចង់បានធំអូខេអញ្ចឹងយើងយកមកនេះវាមាន1 លើ 4 1 លើ 2 3 លើ 4 1អញ្ចឹងទៅយើងចង់មកឲ្យកាន់តែធំយើងដាក់6មកឃើញធំគេនេះដិតធំណាអូខេអញ្ចឹងនៅពេលដែលយើងឆ្លាញ់មួយណាយើងជ្រើសរើសតាមហ្នឹងទៅខ្ញុំគ្រាន់តែជាការបង្ហាញទេអញ្ចឹងសម្រាប់យើងអ្នកប្រើប្រាស់គឺទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនអូខេអញ្ចឹងនៅពេលដែលបានហើយនេះគឺឈ្មោះថា shape outline អូខេតមកទៀតគេដាក់ថា change shape នេះបានន័យថាឧទាហរណ៍តែយើងដំបូងយើងឆ្លាញ់រូបព្រួយអញ្ចឹងទេតែដល់ពេលយើងថាទេអត់ចង់ឆ្លាញ់អាហ្នឹងឯងចង់ដូររូបភាពទៅជារូបអីផ្សេងអញ្ចឹងយើងបានន័យថាយើងបានដាក់ color យើងបានដាក់ style អីរួចអស់ហើយប៉ុន្តែយើងអត់ឆ្លាញ់ shape វិញអញ្ចឹងត្រូវធ្វើម៉េចគឺ change shape នឹងបានណាយើងដូររូបរាងទៅឧទាហរណ៍តែដំបូងខ្ញុំដាក់ព្រួយបែបមុខទៅនេះបែបមុខទៅខាងស្ដាំអញ្ចឹងខ្ញុំថាទេមិនឆ្លាញ់ទេចង់ដាក់ព្រួយបែបមុខមកឆ្វេងវិញនេះចុចមកឃើញទេអញ្ចឹងវាបដូរមកខាងឆ្វេងវិញហើយអញ្ចឹងមិនតែរូបព្រួយហ្នឹងទេឧទាហរណ៍យើងដំបូងយើងគូររូបព្រួយហ្នឹងនេះប៉ុន្តែយើងថាចង់ទៅជារូបការ៉េវិញអញ្ចឹងយើងចុចមកការ៉េមករូបហ្នឹងមកការ៉េវិញណាឃើញទេអញ្ចឹងវាងាយស្រួលនៅពេលដែលយើងបើយើងចង់ដូរជួនកាលខ្លះបងប្អូនគាត់ថាធ្វើហើយអញ្ចឹងតាមតែអត់ឆ្លាញ់រូបហ្នឹងទេចុចលុបវាចុច delete ចោលទៅអញ្ចឹងហើយយើងទៅគូសថ្មីកាលណាយើងគូសថ្មីអ្វីគឺត្រូវយ៉ាងម៉េចធ្វើថ្មីទាំងអស់គូសថ្មីគឺត្រូវធ្វើថ្មីទាំងអស់តែដូចអាមិញអញ្ចឹងយើងធ្វើសម្រាប់ហើយឃើញទេតែយើងអត់ឆ្លាញ់រូប shape ហ្នឹងទេឬក៏ខុសគោលការណ៍អញ្ចឹងទៅយើងគ្រាន់តែចុច change shape មកឲ្យយើងឆ្លាញ់មួយណាយើងយកមួយនឹងមកតែឥឡូវខ្ញុំចង់បានមកខាងនេះវិញខាងក្រោមចុចមកឃើញទេទម្រង់ដែលយើងបានធ្វើតាំងពីខាងដើមមកនោះវានឹងរក្សានៅដដែលតែគ្រាន់តែដូរអំពីផ្ទាំង shape អំពីសញ្ញាបែបនេះមកសញ្ញាបែបនេះអូខេអញ្ចឹងនៅក្នុងកន្លែង change shape នេះគឺអស់ហើយអូខេមានតែប៉ុណ្្នឹងទេតោះយើងតទៅទៀតគេដាក់ថា shadow effect នេះគឺតើតើនៅក្នុងគេហៅថាសមោលឬក៏ effect សម្រាប់ដាក់ឲ្យនៅក្នុងព្រួយនឹងឲ្យវាកាន់តែគេហៅថាខុសប្លែកឬក៏ទំនើបជាងមុនយើងមើលនៅពេលដែលយើងដាក់ shadow មកគឺវាឃើញពណ៌ណាឃើញព្រួយរបស់យើងនេះវាយ៉ាងម៉េចមាន2យើងមើលចិត្តតិចទៅដំបូងនេះគេដាក់ថា no shadow effect អញ្ចឹងនេះអត់មានទេនេះ shadow នេះគឺសមោលបានន័យថាយើងដាក់សមោលឲ្យព្រួយហ្នឹងដូចមនុស្សយើងមានសមោលអញ្ចឹងអានេះដាក់មកឲ្យវារឹតតែមើលទៅតាក់ទាញសមោលវាមានឆ្វេងមានស្ដាំមានលើមានក្រោមឃើញទេមានផ្ដេកនៅនឹងដីអីចឹងទៅឃើញនេះផ្ដេកទៅខាងក្រោមវាទៅឆ្វេងស្ដាំឃើញទេបាទអញ្ចឹងដល់សមោលនេះគឺយើងដាក់បានតាមចិត្តហើយបន្តមកទៀតសមោលនេះជាងធម្មតាហើយសមោលវាមានតែពណ៌ខ្មៅទេណាមនុស្សយើងសមោលមានតែពណ៌ខ្មៅទេតែនៅក្នុងនេះយើងអាចដូរ color របស់សមោលនឹងបាននេះឃើញទេគឺថាឥឡូវនេះពណ៌ខ្មៅវិញអញ្ចឹងខ្ញុំថានេះឆ្លាញ់ពណ៌ខ្មៅសមោលដែរចេញសមោលពណ៌ហមអីចឹងទៅឃើញបានដូចគ្នាពណ៌ហ្នឹងគឺដូរបានតាមចិត្តទៅដូរបានក្នុង Word ទេណាមនុស្សយើងដូរអត់បានទេសមោលពណ៌ខ្មៅហើយអត់មានណាមានសមោលពណ៌សទេសមោលយើងអូខេអញ្ចឹងតោះអញ្ចឹងនៅក្នុងហ្នឹងមានប៉ុណ្ណឹងតែខ្ញុំអត់ឆ្លាញ់នេះសមោលដាក់ទៅវាអត់តំណងសម្រាប់ខ្ញុំណាខ្ញុំអត់ចូលចិត្តទេអញ្ចឹងខ្ញុំដាក់ no shadow effect ណាតទៅទៀតអាកន្លែងនេះគឺតើទៅនឹង color ទេយើងគាត់ថាឧទាហរណ៍តែយើងដាក់ឲ្យតែញ៉ាព្រុញ3 4នេះណាឧទាហរណ៍យើងដាក់នេះមួយហើយយើងចង់ឲ្យវាទៅណាមកខាងនេះវិញអញ្ចឹងយើងចុចមកនេះមកហ៎បានន័យថាយើងចង់ឲ្យវាសមោលហ្នឹងរៀងដាច់ឆ្ងាយដាច់ចិត្តអីណាយើងដាក់អញ្ចឹងមកនេះយើងចុចវាអញ្ចឹងមកវិញបាទអាហ្នឹងបានន័យថាយើងសេរីទៀតដើម្បីឲ្យវារឹតតែមើលទៅតំណងឬក៏យើងចង់ថាដាក់អក្សរនេះបានឃើញ2ជាន់អីចឹងក៏បានអញ្ចឹងយើងដូរទៅ color វាមកដាក់ពណ៌ក្រហមវាមកឃើញទេអញ្ចឹងយើងអាចបដូរវាឲ្យចេញទំហំគេតិចទៀតទៅឃើញអូខេអញ្ចឹងនៅក្នុងចំណុច shadow effect នេះប៉ុណ្ណឹងតទៅទៀត 3D effect បានន័យថាយើងចង់ធ្វើព្រួយនឹងឲ្យទៅជាលក្ខណៈ 3D ឃើញទេនេះគឺព្រួយនៅយើងទៅ 3D ហ៎បាទ
cái thư tụm rung đi của bán tụm rung đi của bán tụm rung bốn che của bán thế chẳng được không đấy dương đậm buổi nào của này và lấy trong cho biệt tha parallel này muối parallel này một trẻ một ở về rồi từ càng đàm đá tại hiện tại vì mình chưa đồng mình này chẳng á và tập tiết dương chẳng đâu po về các bạn này đâu po về rồi lấy anh đấy cái lời này cái lời này nè dương chẳng đâu về tới chụp po hiện bộ phai chứ bộ phai rồi đậm po lương như tới bộ mi nhá cái hiện tại đấy đấy trắng nó cái lại nó giật đâu bàn nó cái đằng xì đi phải tiếng đâu po bàn đấy điệp cái bàn này thay chùm rơi vào để chùm rơi cùng ra rồi cùng ra chùm rơi rồi cùng ra về đấy nè thì chẳng đạo việc đá mưa khơi xấu sang bộ mùi cả tích chặt pi cả là cả mà rồi xài sập bồn pi cả là cả pi rồi xài cả là cả ấy và này thay cho trong phương đi từ cả phải thông đấy đại đặc sân nó vào đây ta dư chân ơi cộng ra nó bài từ nà đấy bài từ càng còi đấy bài một còi tiệt thế đấy lại lương dư chân đạp bò na chụp lương bị lơ bị còi bị phê bị đam bị như từ và đấy tự tân một về này cái vật lư với nè surface này cái này cái blue bị cào blue bị lơ rồi có ọt miền chắc là trong 3D thạch ấy miền bản năng thế thì chẳng sợi rồi có đồ ấy từ tạm chất bảo bóng ô pra rồi có tạm làm rồi cả đấy cái lại buồn đấy cứ sum rạp bảo vần mách bảo vần prui nữa nè cho mình thường mà nó là lấy bảo vần prui thế bảo vần prui nâng ai cái dạ ok toán đó nè giờ trong bộ ba là nên một môn chơi với các bạn này ok mà nó cứ cái tại tầm nào tôi chẳng rồi ní nè ok chẳng như chẳng đã mùi na của bạn ấy tôi tạm chất bao giờ tới thì chẳng tôi nương ở tên cha hãy về là cái nạ 3D nè nè từ vần cho các bạn này ok chẳng nó lại 3D mình bản năng mình nè ok chẳng nhục đã anh em bảo cao tới chắc làm ta lơ với mấy lại cái này trong vinh qua này ok chưa bạn thấy chưa cái bàn tao một tiết riêng tôi cho tôi không chụp nội mỗi tiết đấy cứ tự tên là ca bằng cả đôi nữa không rụp hiệp đã bạn đây thay dương miền lại ní position nó mà đây thay riêng chọn đạn tận nào thôi nó không cần ta riêng chẳng ai pro dương đi nơi khả ná thì cho lại position máu nơi cần đá cái thá khăn lư chiên khăn phế khăn lư trong cần đá khăn lư chiên khăn tám mà đấy đôi rụp hiệp chừng đó đôi kia đây trong mê đi rụp hiệp trắng anh đấy trong cần tá hay nơi khăn phế cần tá nơi trong cần tá nơi khăn đám anh đấy khăn còng chiên khăn phế khăn còng cần đá khăn còng chiên khăn đàm chẳng cái này nếu như chọn đạo mùi nào các bạn ấy tầm rạp thì tăng nữa thôi ta cái ta nó như chọn đạo trong cái tá tại cái này đi màu trong cái tá lấy cái tá thì bên này ta trong cái lại push người ta ok chẳng như đạo mùi đi của ba mùi nào các bạn này tôi thà với bạn đã này thế tiền bạn đấy mà cho lừa vi trên thì nhà pro 4 nữa như trong cái tục cái ná có bàn đôi cái này đấy rep thích cái đôi khi này mà đây ta đi đã tha in front of thạch tránh với đã mùi nào các bạn đấy khả năng meridian pictureคือmiền hai meridian này chấm nói này đôi khi này send bring forward send backward ấy nó cứ toán đó nè nhưng lần thì tới cứ anh đây ta là p để proi miền pi chẳng cái nhé nhưng chẳng đi từ hàng cào proi mùi này chẳng chơi việc tới send back và cái send to back máu cái về từ càng còi ở bây giờ thay thế ở việc một wing chẳng những bring front máu cái một wing okตัวนั้นนะchẳng và to một tí cái lại ní làm chụp mình đấy mà đây tha đạo về ở tròn chơi bị phê bị sự đam bây giờ tới ní rotate bây tha tạt lóp rồi những cái thì chẳng bộ vào việc phê để đam đợi còn mọi bộ bại gì ta lóp pra không đi có bán thì pra chứ các bạn này và thêm cái gì chập tiền gì bọn này chập tiền từ đi hết tiền lóp từ cào như thế thế tay dân có đôi chế khi dòng mấy việc khối trúng trì thôi là trúng kỳ chứ đã tập 4 mình phải nói dần về chơi hả
ដល់ពេលយើងបដូរទាញដូចខ្ញុំធ្វើមិញគឺវាអាចខូចទ្រង់ទ្រាយរបស់វាអញ្ចឹងដើម្បីកុំឲ្យខូចទ្រង់ទ្រាយបានន័យថាព្រួយមួយនេះក៏ស្មើគ្នាទៅនេះក៏ស្មើគ្នាគឺចុចពាក្យថា rotate មកយើងត្រឡប់ទៀតទៅឃើញទេត្រឡប់ទៅឆ្វេងទៅស្ដាំអញ្ចឹងទៅឃើញអត់ហ្នឹងវាអត់ពិបាកទេហើយស្អាតទៀតស្រួលទៀតអូខេបាទអានេះគឺទំហំទេទំហំដែលខ្ញុំប្រាប់ហ្នឹងបានន័យថាកុំឲ្យទាញចំកណ្ដាលណាកុំឲ្យទាញចំកណ្ដាលពីឆ្វេងទៅស្ដាំពីលើទៅក្រោមឲ្យទាញត្រង់មុំទាញត្រង់មុំយកមកកុំទាញត្រង់ជ្រុងកាលណាទាញត្រង់ជ្រុងនេះគឺធ្វើឲ្យរូបនោះឯងខូចទ្រង់ទ្រាយឃើញទេព្រួយពីដើមវែងដល់ពេលយើងទាញចំកន្លែងជ្រុងនេះគឺទៅជាព្រួយនឹងឯងយ៉ាងម៉េចរួញអញ្ចឹងកុំទាញចំជ្រុងទាញត្រង់មុំនេះហៅមុំនេះគេហៅជ្រុងអូខេបាទអញ្ចឹងនៅក្នុងមេរៀន shape ហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទគឺយើងចូលទៅក្នុង shape format ហ្នឹងហើយក្នុងទាំងអស់នេះខ្ញុំបានរៀបរាប់តាំងពីខាងដើមរហូតដល់ខាងចំខាងនេះហើយអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺមានប្រមាណប៉ុណ្ណឹងបើសិនជាពេញចិត្តសូមជួយចុច Subscribe Channel របស់ខ្ញុំបន្តទៀតផងដើម្បីបានធ្វើវីដេអូជាច្រើនបន្តទៀតអញ្ចឹងអូខេសូមគោរពលា